សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកជួបគ្នាម្ដងទៀតហើយនៅក្នុងការប្រើប្រាស់កម្មវិធី Microsoft Excel អញ្ចឹងបងប្អូនបានដឹងរួចមកហើយថាកម្មវិធី Microsoft Excel វាគឺជាកម្មវិធីអ្វីឥឡូវនេះដើម្បីអាចចូលបើកកម្មវិធី Microsoft Excel បានទី1បងប្អូនចុចទៅលើប៊ូតុង Start បន្ទាប់មកទៀតអ្វីដែលបងប្អូនត្រូវធ្វើនោះគឺបងប្អូនគ្រាន់សរសេរពាក្យថា Run បន្ទាប់មកយើងคลิกលើពាក្យថា Run នេះបន្ទាប់មកអ្វីដែលបងត្រូវធ្វើបងប្អូនត្រូវធ្វើទៀតនោះគឺបងប្អូនគ្រាន់តែសរសេរពាក្យថា Excel ណារួចចុច OK នោះវានឹងបង្ហាញនៅកម្មវិធី Microsoft Excel ដែលមានទម្រង់បែបនេះណាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាកម្មវិធី Microsoft Excel វាជាកម្មវិធីអីឥឡូវនេះខ្ញុំនឹងពន្យល់ប្រាប់បងប្អូនអំពីតួនាទីមួយចំនួនដែលកម្មវិធី Microsoft Excel អាចធ្វើបានណាឥឡូវខាងលើនេះគេហៅវាថា menu bar ហើយជាទូទៅវាមិនខុសប្លែកពីអ្វីដែលមាននៅក្នុងកម្មវិធី Word នោះទេអ្វីដែលសំខាន់នោះគឺវាមានរូបមន្តដែលអាចគណនាលេខបានហើយកម្មវិធី Word វាអាចគណនាបានដូចគ្នាបើកាន់ថាវាមិនមានលក្ខណៈជា professional ដូចកម្មវិធី Excel ទេណាឥឡូវយើងនាំគ្នាមកស្វែងយល់អំពីស្លាកកិច្ចការរបស់កម្មវិធី Microsoft Excel វិញម្ដងណានៅកន្លែងនេះទាំងអស់ហ្នឹងគេហៅថាវា menu bar កន្លែងនេះគេហៅ minimize កន្លែងនេះណាកន្លែងនេះនៅពេលដែលយើងចុចលើវានឹងធ្វើការតម្លាក់កម្មវិធីមកក្រោមចុចលើវាវិញយើងនឹងវានឹងឡើងមកវិញណាកន្លែងនេះគេហៅវាថា restore down សម្រាប់ធ្វើការពង្រីកឬក៏ពង្រួមទំព័រនៅកន្លែងនេះគេហៅវាថា close button ណាហើយមួយទៀតកន្លែងនេះគេហៅវាថា scroll bar សម្រាប់រំកិលឡើងលើឬក៏ចុះក្រោមកន្លែងនេះដូចគ្នា scroll bar ដូចគ្នាប៉ុន្តែសម្រាប់រំកិលស្វែងស្ដាំណាចំណែកកន្លែងនេះវិញគេហៅវាថា sheet ប្រៀបបានទៅនឹងស្លឹកសៀវភៅមួយស្លឹកទី1ស្លឹកទី2ស្លឹកទី3ទាំងអស់ហ្នឹងសរុបចូលគ្នាមកយើងបង្កើតបានជាសៀវភៅមួយក្បាលឬក៏ book ណាចំណែកកន្លែងនេះវិញគឺ fx គឺវាធ្វើការបង្ហាញនៅអ្វីដែលយើងបានសរសេរឬក៏រូបមន្តនៅពេលដែលយើងសរសេរនៅលើនេះវានឹងបង្ហាញណាវាបង្ហាញខាងលើនេះដូចគ្នាហើយមួយទៀតកន្លែងA ណា B C D E F G រហូតដល់ទៅនេះគឺគេហៅវាថាកលឹមណាកលឹម A កលឹម B កលឹម C អញ្ចឹងទៅណាចំណែកខាងនេះ1 2 3 4 5នេះទាំងអស់ហ្នឹងគេហៅវាថា row ណា row ទី1 row ទី2 row ទី3អញ្ចឹងទៅណាហើយអ្វីដែលសំខាន់បំផុតនោះគឺបងប្អូនទៅចាំកន្លែង alignment នេះគឺវាខុសប្លែកពីកម្មវិធី Word ណានៅពេលដែលយើងចុចលើនេះវានឹងបង្ហាញផ្ទាំងមួយណាដែលមានលក្ខណៈបែបនេះវាមាន number alignment font border fill protection ហើយទាំងអស់ហ្នឹងតើវាមានកម្មវិធីទាំងអស់ហ្នឹងវាមានតួនាទីធ្វើអីខ្លះណាឥឡូវយើងមកសិក្សាទាំងអស់គ្នាដំបូងយើងសិក្សាទៅលើ number មុនណាតើវាមានតួនាទីធ្វើអីណាឥឡូវយើងចូលមក
general បានន័យថាទូទៅមិនជាទូទៅជាការ format មួយដែលមិនជាក់លាក់ដែលមិនជាក់លាក់ទៅលើការចំពោះការ format ណាមួយឡើយណាអញ្ចឹងយើងមិនចាំបាច់សិក្សាវាទេចំណែក number គឺជាការបង្ហាញក្បៀសណាបង្ហាញក្បៀសនៅពេលដែលយើង format វាឧទាហរណ៍ថាខ្ញុំសរសេរ1 2 3 4 5 6អញ្ចឹងទៅបន្ទាប់មកយើងធ្វើការ format វាចុច alignment បន្ទាប់មកយើងពាក្យថា number រួចយើង click កន្លែង color នេះណាកន្លែង color នេះ use the 1000 separator អញ្ចឹងរាល់3ខ្ទង់វានឹងធ្វើការកាត់ក្បៀសម្ដងណារួចចុច OK ណារាល់3ខ្ទង់វានឹងធ្វើការកាត់ក្បៀសម្ដងចំណែក0នៅខាងក្រោយពីនេះគឺកន្លែងនេះ decimal place ណានៅពេលដែលបងប្អូនតម្លើងវាដាក់3អញ្ចឹងវានឹងចេញ0ឲ្យពីក្រោយ3ណាប៉ុន្តែជាទូទៅគឺវាប្រើវាតែ2ទេគេអត់ដែលប្រើ3ទេកុំច្រឡំណាគេប្រើវាតែ2ទេមួយទៀតណាចំណែក currency វាគឺជារូបិយប័ណ្ណសម្រាប់តំណាងឲ្យប្រទេសមួយនៅពេលដែលបងប្អូនចុចកន្លែងនេះវាមានរូបិយប័ណ្ណ Chinese English United States ឬក៏ច្រើនណាប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងគឺមិនមានរូបិយប័ណ្ណបញ្ចូលទៅក្នុងកម្មវិធី Microsoft Excel ទេដោយសារប្រទេសយើងគឺជាប្រទេសមួយដែលក្រីក្រហើយក៏ជាប្រទេសមួយដែលកំពុងអភិវឌ្ឍផងដែរដូច្នេះយើងកំពុងតែអភិវឌ្ឍណាអញ្ចឹងយើងដឹងថា currency វាគឺជារូបិយប័ណ្ណណា accounting ដូចគ្នាណាវាបង្ហាញជារូបិយប័ណ្ណដូចគ្នា date គឺជាការ format ថ្ងៃខែឆ្នាំកំណើតណាអញ្ចឹងវាជាការ format បង្ហាញថ្ងៃខែឆ្នាំកំណើតtime គឺជាការបង្ហាញពេលវេលា percentage គឺជាការបង្ហាញភាគរយណា function ណាទស្សភាគបង្ហាញទស្សភាគណាអូខេឥឡូវតោះហ្នឹងវាដូចជាមិនសូវសំខាន់ប៉ុន្មានទេអ្វីដែលសំខាន់នោះគឺកន្លែង custom នេះណា custom នោះគឺជាការ format នៅអ្វីដែលយើងចង់បានឬក៏ការ format មានស្រាប់ណាដូចជានៅក្នុង computer នេះឥឡូវឧទាហរណ៍ថានៅពេលដែលបងប្អូនចង់សរសេរថា001ឬ002គឺវាអត់ចេញឲ្យទេណាអញ្ចឹងលុះត្រាតែបងប្អូនធ្វើការ format វាណាឧទាហរណ៍ថាឥឡូវយើងធ្វើការ format មួយយើងចូលទៅពាក្យ number បន្ទាប់មកយើងពាក្យថា custom អញ្ចឹងបងប្អូនចង់សរសេរថា001 002អញ្ចឹងយើងត្រូវធ្វើការ format វាទៅវាចេញអញ្ចឹងដាក់ទ្រង់ជ្រូកណាទ្រង់ជ្រូកនៅពេលនេះគឺបានន័យថាវាផ្ទុកពីលេខ1ដល់លេខ9ណាផ្ទុកពីលេខ1ដល់លេខ9អញ្ចឹងបើយើងអូខេយើងសរសេរវា0គឺវាអត់ចេញទេអញ្ចឹងបើសិនជាខ្ញុំធ្វើការ format អញ្ចេះតែខ្ញុំដាក់លេខ0ពីមុខណាអញ្ចឹងនៅពេលនេះគឺវាស្គាល់លេខ0ដែរណាយើងចង់ដាក់0ប្រហែលក៏វាស្គាល់ដែរណាចឹងវាស្គាល់លេខ0ដែរណាអញ្ចឹងវាបានន័យថាវាផ្ទុកពីលេខ0ដល់លេខ9ឥឡូវទៀតថាខ្ញុំ format មួយទៀតគឺថ្ងៃខែឆ្នាំកំណើតណាខ្ញុំសរសេរថាខ្ញុំធ្វើកន្លែងនេះ
custom ខ្ញុំសរសេរថា dd នៅពេលនេះនៅពេលដែលបងប្អូនដាក់ dd ពីរដងបានន័យថាវាបង្ហាញជាថ្ងៃជាចំនួនលេខដែលមិនមែនជាអក្សរប៉ុន្តែបើសិនជាបងប្អូនដាក់ d3 វាបង្ហាញអក្សរកាត់ឧទាហរណ៍ថាMonday វាបង្ហាញ MON ណាចឹងបងប្អូនដាក់3គឺវាបង្ហាញអក្សរកាត់បើបងប្អូនដាក់2គឺវាបង្ហាញជាលេខថ្ងៃចំនួនថ្ងៃវិញណា flash mm ចំណែក mm ដូចគ្នាបើសិនណាជាបងប្អូនដាក់ m ពីរដងគឺវាបង្ហាញលេខណាដូចថាខែ1ខែ2ខែ3អញ្ចឹងទៅតែបើបងប្អូនដាក់ m3 គឺវាបង្ហាញអក្សរកាត់ឧទាហរណ៍ថា January ឬក៏ February គឺវាបង្ហាញអក្សរកាត់3ខ្ទង់ណាហើយមួយទៀតគឺ year ណា yy នៅពេលនេះបើបងប្អូនដាក់2គឺវាចេញលេខដូច2ខ្ទង់បើបងប្អូនដាក់3គឺវាចេញលេខ4ខ្ទង់ហើយណាដូចគ្នាដាក់4ក៏បានដាក់3ក៏បានខ្ញុំយកអូខេបន្តមកយើងសរសេរហើយបងប្អូនត្រូវចាំមួយទៀតថាថ្ងៃខែឆ្នាំកំណើតគឺគេសរសេរខែមុនណាឧទាហរណ៍ថាថ្ងៃខែ2ថ្ងៃទី15ណាឆ្នាំ2015អញ្ចឹងបងប្អូនកាន់តែសេតបែបនេះហើយ enter គឺវាចេញចំនួនថ្ងៃខែបែបនេះឲ្យតែម្ដងណាយើងមិនចាំបាច់សរសេរថាថ្ងៃទី15 slash feb បែបនេះទេគឺយើងគ្រាន់តែសរសេរលេខចូលតែម្ដងណាឧទាហរណ៍ថាថ្ងៃទីខែ2ថ្ងៃទី24ឆ្នាំ2012ណា enter គឺវាចេញឲ្យបែបនេះណាអូខេឥឡូវបងប្អូនយល់ហើយឥឡូវខ្ញុំធ្វើការ format មួយទៀតឧទាហរណ៍ថាខ្ញុំចង់សរសេរថាបែបនេះខ្ញុំចង់សរសេរថា10កេសណា10កេស20កេសដល់យើងធ្វើការ format វាដោយមិនចាំបាច់សរសេរកេសយើងគ្រាន់តែសរសេរលេខឲ្យវាចេញអក្សរកេសឲ្យតែម្ដងណាឲ្យចេញអក្សរកេសអូតូម៉ាទិកអញ្ចឹងយើងត្រូវធ្វើការ format វាណាបន្តមកយើងចុចលើ alignment number វាពាក្យថា custom កន្លែងនេះយើងសរសេរថាយើងទ្រង់ជ្រូកបន្តមកក្បៀសទ្រង់ជ្រូកតោះមកយើងអក្សរយើងដាក់ក្នុងគ្នាដាក់ក្នុងគ្មានកណ្ដោណាយើងសរសេរកេសរួចចុចអូខេណាអញ្ចឹងនៅពេលដែលបងប្អូនសរសេរថា10 20 30 25អញ្ចឹងវាចេញកេសឲ្យតែម្ដងណាដោយយើងមិនចាំបាច់សរសេរអក្សរកេសដដែលទេណាគ្រាន់តែយើងសរសេរលេខមកគឺវាចេញឲ្យតែម្ដងណាគឺយើងគ្រាន់តែសរសេរលេខគឺវាចេញឲ្យវាមានលក្ខណៈងាយស្រួលមែនទែនអូខេមួយទៀតគឺ alignment នេះគឺជាការយើងធ្វើថាកន្លែងនេះឡើយធ្វើការ format ទៅថាname ណា number តែយើងធ្វើការ format វាណាយើងចុចលើនេះធ្វើ alignment កន្លែងនេះគឺយើងចង់ដាក់អក្សរយ៉ាងម៉េចគឺវាទៅអញ្ចឹងអក្សរផ្ដេកគឺអក្សរ trade បញ្ឈរតាមដែលយើងចង់បាននេះចុចអូខេមកអញ្ចឹងគឺវាចេញអក្សរបែបនេះណាតែដូចគ្នាណាយើងចង់ដាក់មកក្រោមគឺបាននេះអូខេនេះតាមដែលអ្វីដែលយើងចង់បានណាយើងចង់ដាក់ត្រង់គឺយើងចុចលើនេះមកចុចអូខេមកណាមួយទៀតគឺកន្លែងនេះកន្លែងយើងតែខ្ញុំចង់មើល cell ពី4នេះបញ្ចូលគ្នាគឺយើងអាចចុចលើនេះរួចជួបពាក្យថា alignment
បន្ទាប់មកបងប្អូនthích កន្លែងនេះ merge cell ណាអញ្ចឹងចុចរួចចុច OK ណាអញ្ចឹងវានឹងធ្វើវានឹង merge cell បញ្ចូលគ្នាណាឲ្យបងប្អូនវាស្មើនឹងកន្លែងនេះក៏ដូចគ្នាដូចតែគឺជាការ undo មកវិញណាយើងចង់មើល cell ចុចលើនេះនេះអូខេដូចគ្នាដូចកន្លែងនេះដែរណាមួយទៀតគឺ font វាដូចនឹងកម្មវិធី Word ដែរដូចកន្លែងនេះដែរណា font nó មាន bold មាន metallic ដូចគ្នាណាចំណែក border គឺជាការដាក់ cloud ណាតែថាខ្ញុំចង់ដាក់ cloud ណា cloud កន្លែងនេះអញ្ចឹងបងប្អូនកាន់តែ select ចំនួន cloud ដែលបងប្អូនចង់បានមកបន្ទាប់មកបងប្អូនចុចលើ alignment បន្ទាប់មកយកពាក្យថា border វិញបងប្អូន take កន្លែងនេះអញ្ចឹងវានឹងគូសបន្តឲ្យបងប្អូនតែម្ដងណាចុចបងប្អូនកន្លែងនេះដោយសារយើងមើលសារបញ្ចូលគ្នាណាអូខេមួយទៀតគឺកន្លែង fill គឺជាការចាក់ពណ៌ទៅលើ cell នីមួយៗណាគឺចាក់ពណ៌បងប្អូនថាបងប្អូនចង់ចាក់ពណ៌លើនេះណាបងប្អូន select លើនេះទៅ select នៅកន្លែងណាដែលបងប្អូនចង់ចាក់ពណ៌ណារួចចុចកន្លែងនេះរួចចុចទៅលើ fill រួចជ្រើសរើសពណ៌ដែលបងប្អូនចង់ដាក់ណាអញ្ចឹងវាចុច OK ណាអញ្ចឹងវាធ្វើការចាក់ពណ៌ឲ្យបងប្អូនណាមួយទៀតគឺ protection ណា protection គឺជាការចាក់សោឯកសាររបស់យើងដោយមើលយើងមិនចង់ឲ្យអ្នកដទៃចូលមកកែឯកសាររបស់យើងឬក៏មើលឯកសាររបស់យើងណាព្រោះត្រាតែមានការអនុញ្ញាតពីយើងទៅគេអាចមើលបានឬក៏អាចកែឯកសាររបស់យើងបានណាអូខេឥឡូវខ្ញុំរៀបរាប់ឲ្យបងប្អូនតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចយល់បានខ្លះណាពីអ្វីដែលខ្ញុំបានប្រាប់ហើយអ្វីដែលសំខាន់ទៀតនោះគឺយើងនឹងសិក្សាទៅលើលំហាត់វិញម្ដងទៅបងប្អូនដឹងថាវាធ្វើយ៉ាងម៉េចណាអូខេឥឡូវយើងចាំជួបគ្នាលើក្រោយទៀត